ហាជននិយមតាមដានបណ្ដាញសង្គមនានាកន្លងមកច្បាស់ជាបានជ្រាបហើយពីរឿងរ៉ាវភ្ជុះភ្លៀងរបស់អតីតពិធីការនីល្បីឈ្មោះ VJ អាណូកាលពីអំឡុងខែសីហាឆ្នាំ2023កន្លងទៅក្រោយពីអ្នកនាងបានបាត់មុខលើវិថីសិល្បៈអស់រយៈពេលជាច្រើនឆ្នាំតែបានចាក់ខ្លួនឯងរហូតមានរបួសធ្ងន់ត្រូវបញ្ជូនទៅមន្ទីរពេទ្យកាលនោះក្រោយទទួលបានដំណឹងរន្ធត់ខាងលើហើយមហាជនក៏បានដឹងដែរថាដើមហេតុនាំឲ្យ VJ អាណូគិតខ្លីនោះថាបណ្ដាលមកពីស្ថានភាពផ្លូវចិត្តនិងផ្លូវកាយរបស់នាងពាក់ព័ន្ធនឹងទំនួលខុសត្រូវខ្ពស់ក្នុងជីវិតរបស់នាងខ្លាំងពេកយ៉ាងណាមិញក្រោយភ្លៀងមេឃស្រឡះនិងមានការលើកទឹកចិត្តទាំងកម្លាំងកាយកម្លាំងចិត្តក្នុងរឿងអាក្រក់ខាងលើនោះមហាជនអ្នកលេងបណ្ដាញសង្គម Facebook ក៏បានឃើញ VJ អាណូបានវិលត្រឡប់មកប្រកបអាជីពចិញ្ចឹមជីវិតប្រចាំថ្ងៃវិញហើយដោយអ្នកនាងកំពុងមានញឹកក្នុងអាជីពជាអ្នកលក់អាហារតាមអនឡាញនិងនៅក្នុងហាងយីហោ Tradition by សាច់ជ្រូកអាំងពិសេសយ៉ាងណាមិញ VJ អាណូធ្លាប់បានបង្ហោះរូបភាពនិងសារនៅលើកនី TikTok របស់អ្នកនាងរៀបរាប់អារម្មណ៍សោកស្ដាយមួយកាលពី20ឆ្នាំមុនថា20ជាងឆ្នាំមុនដើរខុសបន្តិចក៏ខុសរហូតក៏ព្រោះតែការអាណិតទើបលះបង់បើសួរថាស្ដាយក្រោយឬក៏អត់ស្ដាយខ្លាំងណាស់តែបើពកក្រោយបានបកឬក៏អត់ចម្លើយអត់ទេព្រោះមានកូនបើមិនមានកូនកុំអីមិនដឹងថ្មនេះជីវិតនេះមិនដឹងដល់ណាទេហេងស៊ុយកើតអេដស្ងប់បាត់ហើយរូបនេះកូនស្រីធំសួរថា Mac is this you កូនស្រីពៅនិយាយថា No she is a superstar នឹកនឹងស្រឡាញ់កូនណាស់